ការរំលាយគណៈបក្សសង្គ្រោះជាតិអាចជាហេតុបណ្ដាលឲ្យមានសង្គ្រាមឈ្លានពាននៅតាមព្រំដែនខ្មែរថៃការរំលាយគណៈបក្សសង្គ្រោះជាតិនិងការរំលោភសិទ្ធិមនុស្សអាចបណ្ដាលឲ្យមានសង្គ្រាមបងប្អូនយើងច្បាស់ជាសួរតើអាចទៅបានយ៉ាងដូចម្ដេចណែស្ដាប់សូនតារានិយាយហេតុផលបងប្អូនធីតាមកតាំងបងប្អូនពិចារណាមើលហ៊ុនសែនកសាងកំហុសធ្ងន់ណាស់នៅក្នុងការរំលាយគណៈបក្សសង្គ្រោះជាតិដែលបណ្ដាលឲ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងវិបត្តិសង្គ្រាមបច្ចុប្បន្នហ៊ុនសែនមានកំហុសធ្ងន់ណាស់ដែលសម្លាប់លទ្ធិប្រជាធិបតេយ្យសាំឌីតូដែលបណ្ដាលឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសង្គ្រាមព្រំដែនសពថ្ងៃហ៊ុនសែនមានកំហុសធ្ងន់ណាស់ដែលរំលោភសិទ្ធិមនុស្សចាប់មនុស្សចងដែលបណ្ដាលឲ្យធ្លាក់ចូលទៅក្នុងវិបត្តិសង្គ្រាមសពថ្ងៃបងប្អូនច្បាស់ជាសួរវិញតាមានអីពាក់ព័ន្ធគ្នាលោកគ្រូពីព្រោះសង្គ្រាមពីដើមហ៊ុនសែនហើយនឹងថៃគឺជាមិត្តជិតស្និទ្ធជាមួយថាក់ស៊ីនជាមួយប្រយុទ្ធច័ន្ទអ៊ូចាគ្រប់មេដឹកនាំគឺហ៊ុនសែនតែងតែតោងទីមដើម្បីឲ្យជួយការពីរបបគាត់កម្ចាត់គណៈបកប្រឆាំងរហូតដល់ដេញគ្នាខ្ចាក់ខ្ចាយរត់ធ្លាក់មកដល់អូស្ត្រាលីអាមេរិកអស់លីងតាំងលោកសាំងក៏ចាប់ផ្សិតថៃបានជួយហ៊ុនសែនច្រើនណាស់នៅក្នុងការចាប់គណៈបកប្រឆាំងនេះបាក់គុកមហាគណៈបកប្រឆាំងបាត់មកខ្ចាក់ខ្ចាយទាំងអស់នៅក្នុងប្រទេសថៃបានជួយហ៊ុនសែនច្រើនណាស់ប៉ុន្តែមិនបានជាលោកគ្រូថាថៃចូលរួមជាមួយហ៊ុនសែនចាប់សកម្មជនគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិចាប់បញ្ជូនមកវិញផងចាប់ដាក់គុកនៅក្នុងស្រុកថៃផងដេញវាយក្បាលធ្វើបាបផងហេតុអីបានជាថាថៃវាយឈ្លានពានទឹកដីកម្ពុជាហើយសង្គ្រាមនេះគឺជាបុព្វហេតុមួយនៃការរំលាយគណៈបកសង្គ្រោះជាតិអ្នកខេត្តតាកែវនិងការរំលោភសិទ្ធិមនុស្សចាប់ចងមនុស្សអានេះសំណួរទីខ្ញុំនិយាយទៀតតទៀតព្រោះមានសំណួរខ្លះវាជាលំហាត់លំហាត់មិនអាចនិយាយមួយម៉ាច់បានមួយម៉ាច់វាអត់យល់បណ្ដោយបងប្អូនដែលអ្នកដែលរៀនធ្លាប់រៀនថ្នាក់ដល់ diploma នឹងរៀនដល់ diploma នេះអ្នកមិនរៀនគឺយល់ក្រោយប៉ុន្តែអ្នកដែលយល់លឿនអ្នកដែលរៀនដល់ diploma និងរៀនដល់វិទ្យាល័យអនុវិទ្យាល័យយល់អ្វីដែលសូនតារានិយាយលំហាត់មិនអាចថាឃើញអានឹងស្មើមនុស្សយល់ទេតតែបកស្រាយមែនទេអាបូក b លើកជាការ៉េស្មើ a ការ៉េបូក 2ab បូក b ការ៉េអានឹងគេចាំទេអានឹងគេចាំទេប៉ុន្តែគឺវាមានអាបកស្រាយវែងបានចេញអានឹងដល់អាបកស្រាយនឹងយូរទៅវាទៅជាចាំរូបមន្តវិញទេអានេះខ្ញុំចង់និយាយដែរឥឡូវខ្ញុំនិយាយពីសៅកដាតទេបងប្អូនច្បាស់ជាចោទសួរទៀតថាលោកគ្រូថៃត្រូវជាមួយហ៊ុនសែនកម្ចាត់គណៈបកប្រឆាំងអត់គ្រប់គ្រងគណៈបកសង្គ្រោះជាតិទេមិនត្រឹមតែប៉ុណ្ណោះថៃបានដាក់បញ្ជីមេដឹកនាំគណៈបកសង្គ្រោះជាតិទាំងអស់តាមសំណើរបស់ហ៊ុនសែនមិនឲ្យជន់ទឹកដីថៃណាដូចជាសំរងស៊ីមួសុខួរអេងចៃអៀងហូវ៉ាន់ណាមិនបានជាលោកគ្រូហ៊ានអាងថាដោយសារតែហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិតាមពិតហ៊ុនសែនស្របជាមួយថៃតែបងប្អូនមានដឹងទេថៃធ្វើបាបបកប្រឆាំងណាស់ជួយហ៊ុនសែនណាស់ថៃធ្វើតាមសំណើហ៊ុនសែនទាំងអស់ចាប់មនុស្សបញ្ជូនទៅវិញចាប់បញ្ជូនទៅវិញណាហ៊ុនសែនគាត់មានបញ្ជូនទៅវិញហើយគាត់សែនគាត់មានអំណួតគាត់ថាថៃទៅស្ដាប់បញ្ជាគាត់ណាចាប់ដើមចាប់មនុស្សដាក់គុកដាក់បញ្ជីហាមឃាត់មិនឲ្យមនុស្សចូលដីថៃប្រមាណនេះ10នាក់ជាងមានសំរងស៊ីមានមួសុខួរមានអេងឆៃអៀងមានហូវ៉ាន់បើនិយាយថ្នាក់ដឹកនាំសង្គ្រោះជាតិសំខាន់ត្រូវស្ថិតនៅក្នុងបញ្ជីហាមឃាត់ចូលដីថៃទាំងអស់ទី2បងប្អូនថាសង្គ្រាមនឹងគេកើតអំពីទំនាស់គ្នារវាងហ៊ុនសែននិងថាក់ស៊ីនប៉ិតដោយសារតែហ៊ុនសែនគាត់ទៅនិយាយណាចាក់រុកកកោកកាយវាលក្ខណៈប្រមាថមើលងាយប្រទេសថៃណាដូចហ៊ុនសែនប្រមាថមើលងាយសេងសេរីណាចាក់ទុកថាប្រទេសគេនឹងវាអន់ទៅប្រមាថទៅចាក់រុកស្កស្គីលថតសម្លេងរបស់គេហ្នឹងអានឹងសង្គ្រាមកើតអំពីថៃថាហ៊ុនសែនមើលងាយគេចង់ឲ្យមេរៀនទៅត្រូវអានឹងត្រូវបើសិនជាត្រូវពីចំណុចនេះថាទី1ពីមុនថៃត្រូវជាមួយនឹងហ៊ុនសែនទេ
រួមដៃគ្នាកំតិចគណៈបកប្រឆាំងរហូតមកទល់ឥឡូវនេះសូម្បីតែណែគណៈបកប្រឆាំងទាំងប្រមាណ10រូបអ្នកជាងដែលថៃដាក់ចូលបញ្ជីហាមឃាត់ចូលដីថៃនៅតែមិនទាន់បើកឲ្យចូលដីថៃនៅឡើយទេដែលគណៈបកប្រជាជនគេសោតតគ្នាថាអូក្បត់ជាតិឈួតទេប្រមាណគណៈបកសង្គ្រោះជាតិចាក់ពីសំរងស៊ីទៅជិត20នាក់ហ្នឹងសួរថាមានចូលដីថៃបានទេថៃបិទយូរហើយថៃជួយហ៊ុនសែនយូរហើយណាមួយទៀតបងប្អូនថាចំណុចទី2គឺចុះលោកគ្រូនិយាយថាណែយើងឃើញជាក់ស្ដែងថាហ៊ុនសែនគាត់មានចំនួនជាមួយគ្រូសាថាស៊ីនហើយក៏រៀលដាល់ណាដល់នេះបកូណារៀលដាល់ដល់រាជានិងជាការប្រមាថមើលងាយប្រទេសថៃជាប្រទេសមហាអំណាចមួយនៅអាស៊ីគេចង់ផ្ដាល់មេរៀនចឹងសង្គ្រាមកើតពីនឹងតើដល់តែផ្ដាល់មេរៀនវាជ្រុលទៅថៃវាលេងទៅវាឃើញវាឆ្ងាញ់វាចេះតែស៊ីតទៅចុះហេតុអីបានជាលោកគ្រូនិយាយថាការរំលាយគណៈបកសង្គ្រោះជាតិលេងពេញសោះនិងការរំលោភសិទ្ធិមនុស្សចាប់ចងជាផ្នែកមួយដែលនាំឲ្យមានសង្គ្រាមនៅតាមព្រំដែនចម្លើយនេះជាអ្វីដែលបងប្អូនកំពុងតែចង់ដឹងលីសុកលីនពេលដែលហ៊ុនសែនមុនរំលាយគណៈបកសង្គ្រោះជាតិប្រទេសកម្ពុជាមានគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាទោះបីជាមិនឈ្នះហ៊ុនសែនក៏ដោយប៉ុន្តែយើងមានសម្លេងតំណាងប្រជាជននៅក្នុងសភាពេលនោះប្រទេសកម្ពុជាមានសន្តិភាពទាំងព្រំដែនថៃទាំងព្រំដែនវៀតណាមគ្រប់ទាំងអស់ទោះជាហ៊ុនសែនធ្វើទុកបុកម្នេញប៉ុន្តែសម្លេងគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាគឺធ្វើឲ្យមានសម្លេងចម្រុះតំណាងឲ្យសម្លេងពលរដ្ឋប្រទេសកម្ពុជាមានសុខសន្តិភាពក្រោយពេលហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិហ៊ុនសែនចាប់ផ្ដើមទទួលសម្ពាធតែគាត់អាចទប់ទល់និងដោះស្រាយសម្ពាធនោះបានមកចូលចម្លើយវិញណាពេលដែលហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិហ៊ុនសែនបន្តចាប់មនុស្សដាក់គុកហ៊ុនសែនអាចទប់ទល់សម្ពាធនោះបាននាំឲ្យហ៊ុនសែនคล้ายទៅជាមនុស្សមានអំណាចពេលដែលហ៊ុនសែនคล้ายទៅជាមនុស្សមានអំណាចហ៊ុនសែនធ្វើអ្វីស្រេចតែចិត្តពេលដែលហ៊ុនសែនធ្វើអ្វីស្រេចតែចិត្តហ៊ុនសែនចាប់ផ្ដើមគិតថាខ្លួនសម្បើមជាងគេបំផុតនៅក្នុងលោកពេលដែលហ៊ុនសែនចាប់ផ្ដើមគិតថាខ្លួនសម្បើមជាងគេបំផុតនៅក្នុងលោកហេនាំឲ្យហ៊ុនសែននឹងយកអវិធីដែលខ្លួនធ្វើបាបមែនទេឆ្កឹះឆ្កៀលអ្នកដតីនឹងទៅអនុវត្តប៉ះជាមួយនឹងមហាអំណាចនៅអាស៊ីគឺថៃពេលដែលហ៊ុនសែនប៉ះថៃពេលនឹងហើយនាំឲ្យប្រទេសកម្ពុជាវិនាសបើសិនជាហ៊ុនសែនមិនរំលាយគណៈបកសង្គ្រោះជាតិមិនរំលោភសិទ្ធិមនុស្សហើយគាត់មិនជោគជ័យប្រហែលជាគាត់អត់មានអំណួតគាត់អត់មានពេលទៅឌឺដងដាក់ថៃទេហ៊ុនសែនអួតដាក់អ្នកណាអ្នកនឹងវាយគាត់លើកលែងតែអួតដាក់ខ្មែរដូច្នេះហើយហ៊ុនសែនប្រយ័ត្នជាមួយអ្នកណាគាត់បានសុខជាមួយអ្នកហ្នឹងហ៊ុនសែនដឹងច្បាស់ណាស់គាត់ប្រយ័ត្នជាមួយយួនបងប្អូនមានឃើញសែនប្រយ័ត្នជាមួយយួនទេសូម្បីតែរងឈុនទៅព្រំដែនមកវិញចាប់ដាក់គុកមែនទេប៉ុន្តែហ៊ុនសែនឆ្លើយដាក់ថៃឃើញទេអានេះគឺពីដើមហ៊ុនសែនក៏អត់ឆ្លើយដាក់ថៃដែរគាត់ទៅអោបជាមួយនឹងប្រយុទ្ធច័ន្ទអូចាត្រេតទេតាមប៉ុន្តែពេលដែលគាត់ឈ្នះកំចាត់ពេលដែលអាជ័យជំនះរបស់គាត់អាចាប់មនុស្សដាក់គាត់ហ្នឹងធ្វើឲ្យមនុស្សហ្នឹងលើកគាត់ជាព្រះធ្វើឲ្យមនុស្សហ្នឹងទៅថ្វាយបង្គំគាត់ធ្វើឲ្យគាត់ហ្នឹងមានអំណួតធ្វើឲ្យគាត់ហ្នឹងលែងមើលនរណាទាំងអស់ក្នុងកែវភ្នែកអាមានអំណួតលែងមាននរណានៅក្នុងកែវភ្នែកនាំឲ្យគាត់នឹងបង្កឲ្យមានសង្គ្រាមអញ្ចឹងចំណុចហ្នឹងណាបងប្អូនមកស្ដាប់មកផ្លែតទៅរីដាលីណាវ៉ាន់ថាចុងលោកគ្រូមានអីពាក់ព័ន្ធជាមួយរំលាយគណៈបកសង្គ្រោះជាតិពាក់ព័ន្ធនេះហ៊ុនសែនមានកំហុសធ្ងន់ណានិយាយឲ្យខ្លីមកហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិរំលោភសិទ្ធិមនុស្សហើយគាត់ធ្វើបានជោគជ័យគឺគាត់គិតផុតអំពីទណ្ឌកម្មទាំងអស់
គាត់ធ្វើបានជោគជ័យគាត់ផុតអំពីតនកម្មទាំងអស់ធ្វើមិនវានឹងធ្វើឲ្យគាត់មានអំណួតដល់ទៅពេលអំណួតរបស់គាត់នឹងហើយដែលធ្វើឲ្យគាត់នឹងនាំមហន្តរាយមកដល់ប្រទេសជាតិអញ្ចឹងបុព្វហេតុធំនៃសង្គ្រាមបងប្អូនមើលមួយផ្លែតអាចនេះទេណាគឺថាហ៊ុនសែននឹងមានទំនាស់នឹងចាក់បែកឃ្លីវីដេអូប្រមាថប្រទេសថៃហើយនេះបានជាហ៊ុនសែននឹងទៅមានទំនាស់ជាមួយថាក់ស៊ីនប្រមាថប្រទេសថៃពីព្រោះគាត់ឲ្យថាក់ស៊ីនគាត់មើលទៅស្មានថាក់ស៊ីននឹងអន់ថាក់ស៊ីននឹងមកនៅផ្ទះគាត់មើលហូបបាយផ្ទះគាត់កូនថាក់ស៊ីននឹងមកលេងផ្ទះគាត់មកហូបបាយផ្ទះគាត់ធ្វើឲ្យគាត់មើលស្រាលគេហ្នឹងណាធ្វើគាត់មើលស្រាលគេនេះហើយបែរមកគាត់មើលស្រាលដោយសារតែគាត់រំនួតហើយគាត់នួតដោយសារតែគាត់សម្លាប់លទ្ធិប្រជាធិបតេយ្យបានជោគជ័យអាការសម្លាប់លទ្ធិប្រជាធិបតេយ្យហ្នឹងនាំទណ្ឌកម្មមកដល់ប្រទេសកម្ពុជាកើតសង្គ្រាមបើប្រទេសកម្ពុជាមិនស្លាប់លទ្ធិប្រជាធិបតេយ្យដែលត្រូវបានកសាងដោយសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសចាប់តាំងពីឆ្នាំ93មកណាមានការបោះឆ្នោតបើហ៊ុនសែនមិនសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមានគណៈបកប្រឆាំងប្រទៀងបន្ទង់ណាមានសម្លេងតតាំងគ្នានៅក្នុងរដ្ឋសភានឹងមិនធ្វើឲ្យមានសង្គ្រាមកើតឡើងឡើយសង្គ្រាមកើតនេះជាកំហុសរបស់ហ៊ុនសែនសម្លាប់លទ្ធិប្រជាធិបតេយ្យដែលធ្វើឲ្យខ្លួនឯងទៅជាអំនួតនាំមកនៅវិនិច្ឆ័យហើយបើគាត់អត់កែប្រែអាស្ថានភាពនឹងទេគឺកុំសង្ឃឹមថាអន្តរជាតិណាគ្រប់គ្រងឲ្យសោះពេញដៃពេញជើងឲ្យសោះមុននឹងខ្ញុំផ្សាយផ្ទាល់ខ្ញុំបានមើលតកណាតកនិយាយអំពីចាក់ផ្សាយសាររបស់ហ៊ុនម៉ាណែតវាជាការល្អមួយយ៉ាងបងប្អូនណាសាររបស់ហ៊ុនម៉ាណែតវាមានលក្ខណៈល្អមួយយ៉ាងណាគឺបង្ហាញនៅទំនុកចិត្តនិងសេចក្តីទុកចិត្តទៅដល់មហាជនឲ្យជឿជាក់ទៅលើគាត់ប៉ុន្តែសូនតារានៅនិយាយចេះទេមានពេលខ្លះណាគេថាធ្វើដូចជប៉ុនល្អជាយបល់សូនតារាបើមានទីប្រឹក្សាកុំខ្លាចពេកយើងធ្វើកិច្ចការអីចាំចេញលទ្ធផលសិនមិនទេយើងអត់ចាំបាច់ភ័យខ្លាចគេថាយើងនឹងអត់មានអីទេមនុស្សអីទេយើងចេញលទ្ធផលចឹងយើងធ្វើទៅអាអ្នកណាថាអីថាទៅហើយមិនខ្ញុំថាចឹងប្រយ័ត្នកាន់តែនិយាយថៃវាលើកតបថៃមកទៀតសូនតារានិយាយលេងទេតិចហ៊ុនម៉ាណែតនិយាយឲ្យស្ថានភាពនៅតាមព្រំដែនតាំងជាងកាលពីមុនហ៊ុនម៉ាណែតនិយាយមែនទេហើយស្ដាប់សូនតារាបានបនណាបងណាខ្ញុំនិយាយនឹងគឺអ្នកឯងដាក់ទោសខ្ញុំមែនចាប់ឪពុកខ្ញុំដាក់គុកមែនប៉ុន្តែព្រះជាម្ចាស់នឹងប្រលឹងដូនតាខ្មែររាប់ពាន់ចំនួនណាប្រទានពរឲ្យសូនតារាទេព្រោះខ្ញុំនិយាយដើម្បីសុវត្ថិភាពកម្ពុជាបើយកល្អការថ្លែងសារអីដែលពាក់ព័ន្ធជាមួយថៃអីហ្នឹងគឺខ្ញុំថាបើអាចមើលផងប្រយ័ត្នប្រយែងនៅក្នុងការនិយាយសម្ដីហ៊ុនម៉ាណែតនិងសម្ដីហ៊ុនសែនព្រោះធ្វើឲ្យថៃកើតរោគចិត្តណាអ្វីដែលខ្ញុំឃើញសារនេះខ្ញុំថាវាមិនអីទេប៉ុន្តែខ្ញុំខ្លាចទៅថាយើងចេញមុខធ្វើដូចសម្បើមពេកប្រយ័ត្នតែថៃវាបង្កើនភាពតានតឹងទៅតាមព្រំដែនហ្នឹងហើយខ្ញុំនិយាយនេះណាខ្ញុំនិយាយដើម្បីឲ្យប្រយ័ត្នមែនទេពាក្យសម្ដីយើងហើយនិយាយមិត្តភាពទៅណាថាអូប្រទេសយើងកម្ពុជាហើយថៃហ្នឹងគឺអត់ទេយើងរស់ជាមួយគ្នារហូតក្នុងតំបន់អាស៊ានហ្នឹងអីទៅអានីសាលូណាខ្ញុំបុកពោះតាមគាត់ណាតែខ្ញុំមើលទៅសារគាត់មិនអីទេតែខ្ញុំចិត្តតែបុកពោះចំការហ៊ុនម៉ាណែតគាត់មិនសូវជាឆ្លាតប្រហែលទេក្នុងការថ្លែងសារណាគាត់មិនសូវជាឆ្លាតទេគាត់ខំប្រឹងធ្វើនិយាយសម្លេងឲ្យដូចពុកគាត់ទេគាត់ copy គាត់អត់មានលក្ខណៈជាគាត់ទេហ៊ុនម៉ាណែតអត់មានលក្ខណៈជាហ៊ុនម៉ាណែតទេហ៊ុនម៉ាណែតលក្ខណៈជា copy paste អង់គ្លេស copy paste ខ្មែរយើងស្អីទេអានេះខ្មែរយើងហៅចម្លងដាក់អាហ្នឹង copy paste ខ្មែរយើងហៅចម្លងដាក់ថតដាក់ហ្មងនេះចម្លងដាក់ត្រូវជាងគាត់ព្យាយាមធ្វើខ្លួនគាត់ឲ្យទៅជាឪពុករបស់គាត់អាហ្នឹងហើយដែលពិភពលោករត់តែវា copy paste ភាសាអង់គ្លេសណាវិឆ័យហេតុផ្សេងខ្ញុំមានប្រប៉ុណ្្នឹងទេជាយបល់សូនតារាដើម្បីសន្តិសុខសុវត្ថិភាពហ្នឹងណាខ្ញុំនិយាយមិនក៏ថៃអត់ចាប់អារម្មណ៍ដែរខ្ញុំនិយាយអីក៏ដោយក៏ថៃក៏អត់មានខ្ញុំវាថៃក៏អត់មានការរំចិត្តជាមួយសូនតារាទេពីព្រោះប្រព័ន្ធផ្សព្វផ្សាយរបស់ថៃទូទាំងប្រទេសណាក៏ធ្លាប់ផ្សាយពីសូនតារារឿងហ៊ុនសែនចាប់ឪពុកខ្ញុំជាចំណាក់ខ្មាំងថៃផ្សាយពេញទៅនឹងគាត់សម្ដេចគាត់ផ្សាយគាត់ដឹងដែររឿងថៃផ្សាយពីគាត់យកមកផ្សាយពីមុនមកប៉ុន្តែអាថៃផ្សាយពីហ៊ុនសែនគាត់ឆ្លើយតបហ្នឹងក៏អាចមិនបាច់ទៅឆ្លើយតបយកខុសត្រូវទេតែមិនទៅជឿជាមួយពួកហ្នឹងទេអានេះជាយបល់សូនតារាហ្នឹងត្រូវតែពួកហ្នឹងវាចាំតែមើលទេប្រយ័ត្នតែក្រោយថ្លែងសាររបស់ហ៊ុនសែនឬហ៊ុនម៉ាណែតហើយវាស្រាប់តែមានភាពតានតឹងឡើងវិញទៅតាមព្រំដែនមែនទេបើថាទីប្រឹក្សាច្រើនហ្នឹងស៊ីប្រាក់ខែអត់ទេ
លួចបើកប្រាក់ខែសូនតារាមកខ្ញុំធ្វើទីប្រឹក្សាតាម Facebook ទេខ្ញុំថាប្រយ័ត្នប្រយែងយ៉ាងហ្នឹងណាប្រយ័ត្នប្រយែងទៀតឥឡូវខ្ញុំត្រឡប់មកវិញទៀតបើវងកញ្ចក់ទៅត្រូវមិនមែនបើវងកញ្ចក់នៅក្នុងចំណុចមួយពាក់ព័ន្ធជាមួយរំលោភសិទ្ធិមនុស្សហ្នឹងដែរណាបងប្អូនមានឃើញទេអ្វីពេលដែលបងប្អូនស្ដាប់សូនតារាទៅមិនដឹងថាអូមែនលោកគ្រូកំហុសរបស់ហ៊ុនសែនដែលរំលាយគណៈបកសង្គ្រោះជាតិស្មើនឹងសម្លាប់លទ្ធិប្រជាធិបតេយ្យនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសង្គ្រាមបច្ចុប្បន្នមែនណាបងប្អូនបើសិនជាហ៊ុនសែនមិនរំលាយគណៈបកសង្គ្រោះជាតិចាប់កម្មសខាខ្ទប់សំរងស៊ីដៅវាយក្បាលមនុស្សចាប់មនុស្សដាក់គុកមិនធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងស្ថានភាពបែបហ្នឹងឡើយហេតុអីពីព្រោះពេលដែលហ៊ុនសែនធ្វើអីបានជោគជ័យមនុស្សធ្វើជោគជ័យមិនអួតអំនួតហ្នឹងហើយដែលនាំឲ្យស្លាប់ខ្ញុំលើកអក្សរសិល្ប2ដែលបញ្ជាក់ថាសូនតារានិយាយត្រូវដែលបញ្ជាក់ថាកំហុសនៃការរំលាយគណៈបកសង្គ្រោះជាតិសម្លាប់លទ្ធិប្រជាធិបតេយ្យទាំងស្រុងនៅក្នុងប្រទេសកម្ពុជាជាហេតុនាំឲ្យប្រទេសកម្ពុជានឹងវិនាសបាត់បង់ទឹកដីជាកំហុសរបស់ហ៊ុនសែនបច្ចុប្បន្ននាំឲ្យគាត់ខ្លាចជាអំនួតខ្ញុំលើកអក្សរសិល្ប2ទី1រឿងសានកុកខ្ញុំអាសានិយាយបងប្អូនខ្ញុំសួរទៅទៀតអ្នកដែលធ្លាប់មើលសានកុកអ្នកខ្លះមិនបានមើលក៏មើលទៅដើម្បីជាចំណេះដឹងទេនិយាយជាការកំសាន្តផងបងប្អូននៅក្នុងរឿងសានកុកតើមេតបណាដែលបើកឆាកមកណាឈ្នះសង្គ្រាមរហូតដេកវ៉ាន់ឈ្នះសង្គ្រាមរហូតណែខ្ញុំចង់ឆាយាសច្ឆាតើណែខ្ញុំចង់អានខមមិនបងប្អូនបន្តិចតើមេតបណានៅក្នុងរឿងសានកុកដែលឈ្នះសង្គ្រាមរហូតពេលដែលចាប់ផ្ដើមសង្គ្រាមលើកដំបូងហើយកាន់កាប់ទឹកដីធំបំផុតនៅក្នុងនៃប្រទេសចិនទាំង3នគរទាំង3នៅក្នុងនគរទាំង3ហ្នឹងគឺគាត់កាន់ច្រើនជាងគេតើនរណាបាទបងប្អូនសរសេរតែឈ្មោះប៉ុណ្ណេះកុំបាច់ថាលោកគ្រូអ្នកដែលក្នុងរឿងសាមកុកអ្នកដែលឈ្នះសង្គ្រាមដំបូងបំផុតហើយកាន់កាប់ទឹកដីឈ្នះរហូតដល់ដែលចាញ់គឺមិនបាច់ផ្សេងចឹងសរសេរឈ្មោះយកតែម្ដងណែខ្ញុំអានមើលអត់ទាន់ឃើញទេបើយាយរដ្ឋីអត់ទាន់ឃើញដែរពូតូចបាទអត់ទាន់ឃើញទេអត់សរសេរខុសប្រធានបទខ្ញុំអត់អានទេព្រោះនេះហើយមែនទេដាវីតជា100បន្ទុកមែនទេផាញ្ញា0បន្ទុក0បន្ទុកនេះសុំទោសមែនទេផាញ្ញា0បន្ទុកណែយ៉ារ៉ូ0បន្ទុកខ្មែរអីគេ100បន្ទុកមែនទេណែអីគេមិញខ្មែរអីគេមិញសួស្ដីខ្មែរស្ដី100បន្ទុករៀមបូរី100បន្ទុកនេះអុកសុភ័ក្រ0បន្ទុកខុងមិញចេញក្រោយតាមែនទេខុងមិញចេញមកឈ្នះបដ ாய் ណែឆៃយ៉ាស្រមោចក្រហម100បន្ទុកមែនទេស៊ីថុលអត់ឆ្លើយអត់អានបងតុលា100បន្ទុកគឺឆាវវាយឈ្នះរហូតគាត់ខ្លាយទៅជាអ្នកអីអ្នកមានអំនួតគាត់តែងចម្រៀងគាត់ច្រៀងផឹកស៊ីច្រៀងរាំមែនទេបាទផឹកស៊ីច្រៀងរាំផឹកស្រាតែងកំណាមក្នុងមួយជាតិមានប៉ុន្មានគាត់ទូងស្គរគាត់លេងរបាំគាត់ជប់លឿងគាត់មោទនភាពទឹកដីនៅនឹងមុខកងទ័ព80,000នាក់ប៉ុន្តែបែរជាចាញ់ដៃកងទ័ព50,000នាក់របស់ខុងមិញនិងសុនឈៀនមែនទេសួងឈៀនបងប្អូនណាសួងឈៀនអ៊ូចរដ្ឋាអញ្ចឹងក្នុងរឿងអក្សរសិល្ប៍គ្រប់រឿងបញ្ជាក់មកហេតុអីបានជាឆាវវិនិច្ឆ័យមកពីឆាវឈ្នះច្រើនពេករហូតដល់មានអំនួតមើលងាយទ័ព50,000នាក់អំនួតនាំមកនៅវិនិច្ឆ័យបរាជ័យស្លាប់បាត់បង់ទ័ពអស់ជិត80,000នាក់សឹងតែអត់មានអាយុជីវិតត្រឡប់ទៅនគរវិញហើយធ្វើឲ្យនគរមិនអាចបង្រួមបានហើយបាត់ស្លាប់កូនចៅអស់ទៅទៀតត្រូវបានចុងក្រោយស៊ឺម៉ាអ៊ីនេះសម្លាប់កូនចៅឆាវទាំងអស់អំនួតដោយសារតែជ័យជំនះនឹងគេទៅថ្វាយបង្គំច្រើនពេកដូចគ្នាហ៊ុនសែនណាក្រោយពីគាត់រំលាយគណៈបកសង្គ្រោះជាតិសម្លាប់លទ្ធិប្រជាធិបតេយ្យចាត់ចងមនុស្សដោយអត់មានទិសក្បាលអាណាដោយអត់មានទណ្ឌកម្មពីអន្តរជាតិគឺនាំឲ្យគាត់មានអំនួតរហូត
គាត់អួតគាត់ហ៊ានទៅលេងប៉ះថៃនាំឲ្យវិនិច្ឆ័យដល់ប្រទេសកម្ពុជាបច្ចុប្បន្នជាកំហុសដែលហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិនិងសម្រាប់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាមិនអាចប្រកែកបានបងប្អូនណាបើមានគណៈបកប្រឆាំងនៅក្នុងប្រទេសតែជាអត់មានសង្គ្រាមទេណាអត់មានសង្គ្រាមយ៉ាងហោចទៅមានទំនាស់តូចដូចជានៅរឿងដូចជានៅប្រាសាទព្រះវិហារអត់តងាប់ប្រជាជនអត់ចេះផ្ទះប្រជាជនមួយទេតិចតួចទេមកប្រេវអីលេងនឹងមកប្រាសាទតាមន់អីចឹងទៅដូចទំនាស់ប្រាសាទព្រះវិហារនឹងក៏មានគណៈបកប្រឆាំងនៅណាមួយទៀតចំណុចទី1ខ្ញុំនិយាយនេះអក្សរសិល្ប៍ទី2ខ្ញុំនិយាយរឿងអក្សរសិល្ប៍ទី2បងប្អូនមានដែលមើលរឿងអ៊ូខុងទេឥឡូវមានអ្នកខ្លះដែលមើលរឿងសាមកុកហ្នឹងបងប្អូនមានដែលមើលរឿងអ៊ូខុងទេដែលរឿងអ៊ូខុងមែនទេបងប្អូនហេតុអីបានជាអ៊ូខុងណាคล้ายទៅជាកូនសិស្សលោកគ្រូថាងជេងវ៉ាន់លីណាអ៊ូខុងគឺជាស្វាដែលកើតចេញពីថ្មបើយើងនិយាយទៅដូចក្នុងរឿងខ្មែរយើងអាគាំងដែលជប់ចេញពីអាចគោក្រោយពេលដែលខ្លួនឯងនៅជាស្វាតូចទេណាទៅណាគេសោចមើលងាយគេខ្លាចគេរត់គេអត់ឲ្យតម្លៃប៉ុន្តែក្រោយពេលដែលស៊ុនអ៊ូខុងចេះក្បាច់គុណណាហោះហើរកលាខ្លួនបែងភាកពេលហ្នឹងអ៊ូខុងខ្លាយទៅជាអីខ្លាយទៅជាស្វាអំនួតបងប្អូននេះអានេះរឿងពិតពេលដែលអ៊ូខុងខ្លាយទៅជាស្វាអំនួតរបស់អ៊ូខុងនាំទៅកើតអីតោះខ្ញុំអានអានេះបងប្អូនអក្សរសិល្ប៍ឆ្លុះបញ្ចាំងអំពីតថភាពសង្គមនេះពិតណាអំនួតរបស់អ៊ូខុងនាំឲ្យកើតអីទី1ណាខ្ញុំចង់អានបងប្អូនបន្តិចគីមឡៃហ៊ុនព្រោះហ៊ុនសែនភ្លើធ្វើតាមអត់ទេអានឹងអត់អានទេអានេះរុយក្បាលខៀវមែនទេធីបងយួរបាទអ៊ូខុងអំនួតនាំឲ្យកើតអីគាត់អំនួតរបស់គាត់ណាស៊ីថុលចាបាទស៊ីថុលចាអត់មានទេបាទមីស្ទ័រភួងខ្ញុំចង់អានខមមិនបងប្អូនម្នាក់កូនសិស្សសូនតារាណាមែនទេអត់ទាន់ទេមែនទេបរាជ័យអត់ទាន់ទេឋានិតកុកស៊ីចាញ់ព្រះយូឡៃកំសានអត់ទាន់ដល់នោះទេទី1អត់ទាន់ចេះក្បាច់គុណទី2ចេះក្បាច់គុណចាប់ផ្ដើមអួតពេលដែលអ៊ូខុងអួតណាតើកើតទៅជាស្អីកើតទៅជាការប្រមាថមែនទេកើតទៅជាប្រមាថណោជេកលី100បន្ទុកមួយតែជេកលីគាត់ថាសង្គ្រាមអំនួតរបស់អ៊ូខុងកើតជាសង្គ្រាមណាបងប្អូនសង្គ្រាមនៅឯណាឥឡូវខ្ញុំសួររឿងអសរសិល្ប៍គឺរឿងពិតណារឿងព្រះណាគឺជារឿងមួយដែលយើងត្រូវតែយកមកពិចារណាជីវិតស្រុកគេដោយបងប្អូនយើងបាញ់មិញហ្នឹងមែនទេគាត់និយាយថាអំនួតរបស់អ៊ូខុងនាំឲ្យកើតការប្រមាថរបស់អ៊ូខុងនាំឲ្យកើតជាសង្គ្រាមត្រូវអ្នកណាប្រើពាក្យសង្គ្រាមត្រូវព្រោះវាស្របជាមួយនឹងហ៊ុនសែនខ្ញុំសួរតើសង្គ្រាមនៅឯណាសង្គ្រាមអ៊ូខុងសង្គ្រាមទៅណាសួរបងប្អូនយើងទៀតគឹមឡៃហ៊ុនបាទអត់ទាន់ទេហួតសរុនអត់ទាន់ឃើញឆ្លើយទេនាំទុកអត់ទាន់ហ្នឹងចុងក្រោយនាំឲ្យចុងក្រោយអាហ្នឹងខ្ញុំនិយាយតាមដំណាក់កាលមុននឹងទុកខ្លួនហ្នឹងចុងនាំសង្គ្រាមសរ៉ាសង្គ្រាមបាទ Harry Gentleman សង្គ្រាមនៅឯណាមែនទេអត់ទាន់អ្នកខ្លះដឹងថាអ៊ូខុងនាំឲ្យមានសង្គ្រាមហ៎ចម្រើន100បន្ទុកទៀតណាថ្ងៃរះ100បន្ទុកមែនទេឈៀងលក្ខខុន100បន្ទុកបងប្អូនខ្ញុំនិយាយទៅតែម្ដងទៅអ្នកណាដែលមិនធ្លាប់មើលរឿងស៊ុនអ៊ូខុងកាលពីក្មេងនោះមើលណាអ៊ូខុងកើតចេញពីថ្មជាស្វាកប៉ិកប៉ុកអត់ចេះសិលមុនអាគមទេក្រោយពីចេះក្បាច់គុណអ៊ូខុងចាប់ផ្ដើមមានអំនួតទី1ណាវិនិស្សកម្មរបស់អ៊ូខុងគឺគ្រូបោះបង់ចោលគ្រូនិយាយបែរអានឹងអាក្បាលនិយាយមិនស្ដាប់គ្រូលេងទទួលស្គាល់ដេញចេញពីវត្តមែនទេបងប្អូនអត់ដឹងបន្ទាប់មកអ៊ូខុងមានក្បាច់គុណខ្លាំងក្លាធ្វើឲ្យគាត់មានអំនួតហើយគាត់វាយឈ្នះពួកបិសាចទាំងអស់ពេលដែលគាត់វាយឈ្នះពួកបិសាចទាំងអស់
cứ nó mới quátប្រមាថ គាត់ចង់វាយឋានលើយកមកគ្រប់គ្រងទៅទៀតវាយឋានលើយកមកគ្រប់គ្រងពេលដែលគាត់វាយឋានលើយកមកគ្រប់គ្រងបណ្ដាលឲ្យមានសង្គ្រាមនៅឋានលើបណ្ដាលឲ្យមានសង្គ្រាមនៅឋានលើមែនទេមានសង្គ្រាមបណ្ដាលឲ្យស៊ុនអ៊ូខុងនឹងត្រូវធ្លាក់មកឃុំខ្លួន300ឆ្នាំនៅរូងថ្មអានឹងលទ្ធផលចុងក្រោយវិនិច្ឆ័យមែនទេវិនិច្ឆ័យនាំឲ្យស៊ុនអ៊ូខុងនឹងវិនិច្ឆ័យខ្លួនធ្លាក់មករូងថ្ម300ឆ្នាំជាប់រហូតដល់លោកគ្រូឋានជេងនឹងទៅឆ្លងកាត់សង្គ្រោះហើយសង្គ្រោះណាតើតែអ៊ូខុងនឹងកុំត្រឡប់ទៅធ្វើសង្គ្រាមកុំប្រមាថឲ្យមកកាន់ធွာវិញទើបអាចសង្គ្រោះបានដូចគ្នាឥឡូវយើងនិយាយពីហ៊ុនសែនវិញហ៊ុនសែនណាពេលដែលគាត់រំលាយគណៈបកសង្គ្រោះជាតិគាត់សម្លាប់លទ្ធិប្រជាធិបតេយ្យធ្វើឲ្យគាត់មានអំនួតពេលដែលគាត់មានអំនួតគាត់ទប់ទល់ជាមួយអន្តរជាតិជាមួយទណ្ឌកម្មបានធ្វើឲ្យគាត់ប្រមាថពេលដែលធ្វើឲ្យគាត់ប្រមាថអ៊ូខុងណាពេលដែលវាប្រមាថវាវាយឈ្នះពួកបិសាចទាំងអស់គឺវាចង់វាយកាន់កាប់ឋានលើហ៊ុនសែនវាយឈ្នះគណៈបកប្រឆាំងវាយក្បាលចាប់មនុស្សដាក់គុកអស់ធ្វើឲ្យគាត់មានមហិច្ឆតាអួតថាថៃមិនដល់អញយួនគាត់ដឹងសមត្ថភាពព្រោះយួនលោកបន្តុកគាត់គាត់ដឹងគាត់ថាថៃវាមិនដល់អញទេអាថៃមិនដល់អញបង្កសង្គ្រាមបងប្អូនណាដូចអ៊ូខុងណាអាចង់បានឋានលើហ្នឹងបង្កសង្គ្រាមចុងក្រោយធ្លាក់ខ្លួនណែមកជាប់ឃុំ300ឆ្នាំកើតទៅជាសង្គ្រាមហ៊ុនសែនដូចគ្នាអាអំនួតរបស់គាត់នឹងហើយដែលកើតទៅជាសង្គ្រាមខ្មែរថៃដូច្នេះសង្គ្រាមខ្មែរថៃបច្ចុប្បន្ននេះលីនដាចិនដាគឺជាកំហុសរបស់ហ៊ុនសែនដែលរំលាយគណៈបក្សសង្គ្រោះជាតិដែលជានិមិត្តរូបនៃការសម្លាប់លទ្ធិប្រជាធិបតេយ្យណាបើគាត់អត់កែប្រែអានឹងទេអត់មានកែប្រែស្ថានភាពប្រទេសកម្ពុជាបានទេអត់មានទេគឺនៅលើស្ថានភាពសូម្បីតែភូមិមាក៏ដោយក៏ដើម្បីចង់បានការគ្រប់គ្រងពីអន្តរជាតិត្រូវការដោះលែងអ្នកទោសសូម្បីវេណេស៊ុយឡាក៏ដោយដើម្បីបានគ្រប់គ្រងពីអន្តរជាតិត្រូវការដោះលែងអ្នកទោសអញ្ចឹងបើហ៊ុនសែនគាត់រក្សាទុកអ្នកទោសឬក៏បន្តចាំអ្នកទោសអានឹងគឺមានន័យថាដោយរបបមកដោយម៉ាកូរ៉ូវីយ៉ូហ្នឹងគាត់ស្អប់ហ៊ុនសែនទេគាត់អត់ចូលចិត្តទេណាប៉ុន្តែគាត់អាណិតនឹងមិនចង់ឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃចិនមួយទៀតចំណុចទី2ចំណុចទី1ខ្ញុំនិយាយរឿងអក្សរសិល្ប៍ចំណុចទី2ខ្ញុំនិយាយថាពេលដែលហ៊ុនសែនរំលាយគណៈបក្សសង្គ្រោះជាតិសម្លាប់លទ្ធិប្រជាធិបតេយ្យបានជោគជ័យធ្វើឲ្យគាត់មានសម្ពាធអន្តរជាតិពេលដែលគាត់មានសម្ពាធអន្តរជាតិគាត់ត្រូវប្រមើលមើលថាអន្តរជាតិនឹងដាក់ទណ្ឌកម្មអញ្ចឹងគាត់ត្រូវយកឲ្យបន្ទុកដូចវេណេស៊ុយឡាខ្ញុំត្រឡប់ទៅវិញវេណេស៊ុយឡាពេលដែលចាប់ផ្ដើមប្រឆាំងជាមួយនឹងអាមេរិកងាកទៅចិននិងរុស្ស៊ីពេលនោះវេណេស៊ុយឡានឹងគិតថានឹងទទួលរងទណ្ឌកម្មពីអន្តរជាតិអញ្ចឹងវេណេស៊ុយឡាយកអីបន្ទុកយកគ្រឿងញៀនមកទុកនេះវេណេស៊ុយឡាគិតថាបើអន្តរជាតិដាក់ទណ្ឌកម្មហិរញ្ញវត្ថុអញអត់ដំណើរការគឺអញមានទីផ្សារគ្រឿងញៀនមួយដើម្បីទុកបងប្អូនឥឡូវខ្ញុំសួរត្រឡប់មកប្រទេសកម្ពុជាវិញមែនទេពេលដែលហ៊ុនសែនរំលាយគណៈបក្សសង្គ្រោះជាតិពេលនោះគាត់មើលឃើញថាច្បាស់ជាមានសម្ពាធគ្រប់ទិសហើយគាត់ត្រូវតែទុកហើយសម្ពាធនោះគាត់ស្មានទៅដល់ដំណាក់កាលថាអាចនឹងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដូច្នេះតើហ៊ុនសែនណាយកអីមកទុកណែអាហ្នឹងគឺដេញប្រាជ្ញាកូនសាសនាតារាទៀតនេះស្រីនាងបាទស្រីនាង100បន្ទុកណាពាក្យប្រើផ្សេងទៀត100បន្ទុកតើហ៊ុនសែនយកអីមកទុកយកអីមកទុកណាស្រីនាងឃើញ100បន្ទុកមួយហើយណែលោកគ្រូល្អខ្លាំងណាស់បកស្រាយសុផាតប្រិសអត់ទាន់ឃើញទេសេងសេរីមង្គល100បន្ទុកលឹមកំឈៀបាទទៅចូលសួស្ដីសួស្ដីអត់អានទេបាទផ្លេចសុផានិត100បន្ទុករុយក្បាលខៀវ100បន្ទុកអូបាច់ទេបាច់អានទេកូនសិស្សសូត្រសិស្សឆ្លាតហើយបងប្អូនពេលនោះហ៊ុនសែនគាត់ចាប់ផ្ដើមធ្វើនយោបាយកាស៊ីណូនិងអនឡាញគឺគាត់យកកាស៊ីណូមកទុកគឺលុយលឿនគេហៅលុយលឿនលុយល្បែងណាកាស៊ីណូដល់កាស៊ីណូហ្នឹងហើយដែលទស្សនៈខ្លះគេថា Gen Z កើតក្រោយរំលាយគណៈបក្សសង្គ្រោះជាតិគឺដើម្បីជាអ្នកទ្រទ្រង់ហិរញ្ញវត្ថុពេលដែលអន្តរជាតិពេលដែលហ៊ុនសែនទុកជាប់ធ្វើឲ្យហ៊ុនសែនកាន់តែមានអំនួតប៉ុន្តែ
ដែលគាត់យក Gen Z ឬក៏បង្កើត scammer ឧក្រិដ្ឋកម្មអនឡាញដើម្បីទប់ទល់ក្រែងលោមានអន្តរជាតិដាក់ទណ្ឌកម្មហ្នឹងវានាំវិនាសដល់ប្រទេសជាតិដោយសារតែ scammer ឧក្រិដ្ឋកម្មឆោបោកអនឡាញនាំឲ្យពិភពលោកមើលប្រទេសកម្ពុជានៅក្នុងផ្លូវអាក្រក់ហើយពិភពលោកនេះដូចអាមេរិកនិងអង់គ្លេសដាក់ទណ្ឌកម្មបង្កប់ទ្រព្យសម្បត្តិគេកំចាត់ទៅវិញអញ្ចឹងសរុបសេចក្តីមកវិញហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិសម្លាប់លទ្ធិប្រជាធិបតេយ្យរំលោភសិទ្ធិមនុស្សធ្វើឲ្យហ៊ុនសែននឹងមែនទេមើលឃើញថាអន្តរជាតិត្រូវដាក់ទណ្ឌកម្មគាត់ត្រូវរកវិធីទប់គឺវិធីពង្រីកកាស៊ីណូនិងល្បែងអនឡាញដើម្បីគាត់អាងហ្នឹងតែធ្វើទៅអញមិនខ្លាចឯងទណ្ឌកម្មអញអត់លុយទេបាទចំណុចហ្នឹងនាំឲ្យវិនាសដល់ប្រទេសជាតិនាំក្តីវិនាសដល់ប្រទេសជាតិចំណុចទី2ហ៊ុនសែនមានអំនួតពេលដែលគាត់ទប់ទល់ស្ថានភាពអន្តរជាតិបានជោគជ័យមនុស្សទៅថ្វាយបង្គំគាត់ច្រើនទៅចុះចូលគាត់ច្រើនគាត់ចាត់មនុស្សអត់អីពេលហ្នឹងធ្វើឲ្យគាត់ហ្នឹងចង់ទៅធ្វើសង្គ្រាមនៅឋានលើនៃអ៊ូខុងពេលដែលគាត់ប៉ះទៅដល់ឋានលើគឺប៉ះទៅថៃណានាំវិនិស្សកម្មទៅដល់ប្រទេសកម្ពុជាចំណុចមួយសំខាន់ដែលបងប្អូនមិនចាប់អារម្មណ៍ថាបុព្វហេតុដើមបំផុតដែលនាំឲ្យប្រទេសកម្ពុជាមានសង្គ្រាមបច្ចុប្បន្នជាកំហុសដ៏ធំរបស់ហ៊ុនសែនដែលរំលាយគណៈបកសង្គ្រោះជាតិចាប់កឹមសុខាដាក់គុកធ្វើបាបសំរងស៊ីរាំងខ្ទប់សំរងស៊ីនិងការរំលោភសិទ្ធិមនុស្សសពថ្ងៃអំនួតណាស់ជាទូទៅនៅក្នុងគ្រប់អក្សរសិល្ប៍តែងតែនាំមកនៅមហន្តរាយខ្ញុំនិយាយចុងក្រោយមុននឹងឈានចូលទៅដល់រឿងនេះព្រះមុននឹងចូលទៅដល់ប្រធានបទទី2តាងៃនឹងពូតូចបងប្អូនស្គាល់អ៊ីតាលីទេអាមិនខ្ញុំនិយាយរឿងអ៊ូខុងអាមិនខ្ញុំនិយាយរឿងឆាវរឿងអក្សរសិល្ប៍បងប្អូនស្គាល់អ៊ីតាលីណានិងណាប៉ូលីអុងបារាំងណាអ៊ីតាលីពេលដែលខ្លួនឯងខ្លាំងហើយវាយឈ្នះមានសពិវត្តមានឧស្សាហកម្មមានសេដ្ឋកិច្ចខ្លាំងកើតអំនួតដល់ទៅពេលកើតអំនួតអ៊ីតាលីក៏លែងគោរពច្បាប់សង្គមប្រជាជាតិបងប្អូនមានដឹងទេមុនពេលអង្គការសហប្រជាជាតិមុនសង្គ្រាមក្រោយសង្គ្រាមលើកទី1ហ្នឹងណាគឺមានអង្គការមួយគេហៅថាអង្គការសហប្រជាជាតិទេគេហៅថាអង្គការសង្គមប្រជាជាតិអ៊ីតាលីចាប់ផ្ដើមលែងគោរពច្បាប់អន្តរជាតិលែងគោរពអង្គការសង្គមប្រជាជាតិចាប់ផ្ដើមធ្វើសង្គ្រាមវាទីនៅអឺរ៉ុបសូម្បីតែប្រទេសបារាំងមួយភាគធំក៏ត្រូវអាល្លឺម៉ង់គ្រប់គ្រងកាន់កាប់ដែររឿងពិតណាបងប្អូនរឿងពិតណាអ៊ីតាលីអំនួតរបស់គាត់នាំឲ្យប្រទេសអាល្លឺម៉ង់ចាញ់សង្គ្រាមហើយស្លាប់ទាំងពូជអំនួតរបស់អ៊ីតាលីនាំឲ្យប្រទេសអាល្លឺម៉ង់ពុះជាពីរគឺអាល្លឺម៉ង់ខាងលិចនិងអាល្លឺម៉ង់ខាងកើតដោយជញ្ជាំងបែកឡាំងអំនួតរបស់អ៊ីតាលីនាំឲ្យប្រទេសអឺរ៉ុបនឹងព្រួតគ្នាវាយអាល្លឺម៉ង់រីខ្មែរឡើងខ្ទឹកដូចផេះគ្រាន់តែអាល្លឺម៉ង់មានអំនួតមួយមិនគោរពអ្នកជិតខាងធ្វើឲ្យប្រទេសអាល្លឺម៉ង់คล้ายទៅជាផេះរហូតបច្ចុប្បន្នអ៊ីតាលីគេហាមមិនឲ្យដាក់ឈ្មោះគាត់ទៅទៀតណាប៉ូឡេអុងដូចនេះណាប៉ូឡេអុងមុនជំនាន់អាណានិគមនៅក្នុងប្រទេសកម្ពុជាទសវត្សរ៍ឆ្នាំ600 700ណាប៉ូឡេអុងណាវាយវាទីពេញអឺរ៉ុបទាំងអស់ដោយសារតែអំនួតដែលឈ្នះដូចឆាវហ្នឹងណាចុងក្រោយគឺត្រូវស្លាប់ខ្លួនខ្ទេចខ្លួនអស់ប្រទេសបារាំងណាគឺទៅធ្លាក់ចូលទៅក្នុងនេះអាណានិគមរបស់ធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់អង់គ្លេសមួយភាគធំអំនួតបងប្អូនដូចគ្នាហ៊ុនសែនដោយសារតែរំលាយគណៈបកសង្គ្រោះជាតិបានជោគជ័យដោយសារតែគាត់ទប់ទល់បានជោគជ័យតាមរយៈវិធីកាស៊ីណូដោយសារតែគាត់ចាត់មនុស្សដាក់គុកដែលអត់មានសម្ពាធអីគាត់ធ្វើអីស្រេចចិត្តគាត់គិតថានៅលើលោកនេះអត់មានណាទៅទប់ឲ្យគាត់បានទេប៉ុន្តែគាត់ភ្លេចគិតថាមានព្រះជាម្ចាស់អ្នកកំណត់គាត់ណាដែលគាត់មើលអត់ឃើញអាហ្នឹងកម្មផលដែលកំណត់គាត់ណាអញ្ចឹង
កំហុសដែលសម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាជាបុព្វហេតុនៃសង្គ្រាមបាត់បង់ទឹកដីបច្ចុប្បន្នប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាស្រាត់ខោជន់ផ្ដាច់ការពីដៃហ៊ុនផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី2មួយម៉ាត់ខ្ញុំសូមថ្កោលទោសអត់មានន័យទេគាត់ណាប្រកាសកោតថ្កោលទោសទេមន្ត្រីអ្នកមានអំណាចដែលសម្រុកកាប់ឈើក្នុងអំឡុងប្រទេសកំពុងតែមានសង្គ្រាមបើយោងតាមអាស៊ីសេរីប៉ុន្តែវាឆ្លុះបញ្ចាំងត្រង់នេះមួយណាគឺគណៈបកប្រជាជនមន្ត្រីទាំងអស់វាបង្ហាញរូបភាពនឹងថាគេអត់គាំទ្រហ៊ុនសែននិងហ៊ុនម៉ាណែតទេបងប្អូននឹងអាចចោទសួរថាមិនក៏ទៅជាអញ្ចឹងនៅស៊ូសែនមិនក៏ថាពួកនឹងអត់គាំទ្រហ៊ុនសែនហ៊ុនម៉ាណែតចម្លើយបើពួកគេគាំទ្រហ៊ុនសែនហ៊ុនម៉ាណែតពួកគេគួរតែគោរពហ៊ុនម៉ាណែតមិនគួរឆ្លៀតឱកាសពេលដែលហ៊ុនម៉ាណែតហ៊ុនសែនកំពុងតែរវល់ជាមួយនឹងសង្គ្រាមគឺទៅកាប់បំផ្លាញព្រៃឈើឡើយទី1ទី2បញ្ជាក់ថាពួកគេទៅចូលរួមជាមួយគណៈបកប្រជាជនឯកជាមួយហ៊ុនសែននិងហ៊ុនម៉ាណែតគ្រាន់តែចង់បានអំណាចដើម្បីរកស៊ីតែប៉ុណ្ណោះគឺគេអត់គោរពទេមានន័យថាអ្នកណាខ្លាំងគេទៅតោងថ្វាយបង្គំអ្នកនឹងស្អែកសូនតារាខ្លាំងពួកនឹងមកតោងថ្វាយបង្គំសូនតារាវិញពួកនឹងអត់មានគោរពស្មោះត្រង់ជាមួយហ៊ុនសែនហ៊ុនម៉ាណែតទេអានឹងវាបង្ហាញរូបភាពទី2ប៉ុណ្ណារូបភាពទី3គឺពួកគេនឹងចាស់ចេញបើហ៊ុនសែនអស់អំណាចពួកគេនឹងចាស់ចេញបើហ៊ុនសែនអស់អំណាចឬក៏ហ៊ុនម៉ាណែតអស់អំណាចពីព្រោះបើសិនជាពួកគណៈបកប្រជាជនដែលទៅចូលរួមជាមួយហ៊ុនសែនពិតជាអ្នកមានមនសិការស្នេហាជាតិមែនមិនចាំបាច់ឲ្យសម្ដេចនឹងហ៊ុនម៉ាណែតនិយាយចំដៃទេមិនចាំបាច់ឲ្យគាត់អំពាវនាវអីឬខ្ញុំសូនតារាស្រឡាញ់យុត្តិធម៌ចាំបាច់សំស៊ីប្រាប់ម្នេះចាំបាច់មូសុខួរចាំបាច់រុយក្បាលខៀវប្រាប់ណាចាំបាច់ធីវងយូប្រាប់មិនចឹងបងប្អូនទៅថាសំរងស៊ីគាត់ស្រឡាញ់យុត្តិធម៌មូសុខួរអេងឆៃអៀងគាត់ស្រឡាញ់យុត្តិធម៌ចាំបាច់នរណាទៅប្រាប់គាត់មែនទេបើគណៈបកប្រជាជនពិតជាមនុស្សល្អមែនទេណាចាំបាច់ហ៊ុនម៉ាណែតទៅប្រាប់ច្រើនដងមែនវាតប៉ែអានឹងវាបញ្ជាក់ថាពួកនឹងគឺវាគាត់តែប្រើប្រាស់ហ៊ុនម៉ាណែតហ៊ុនសែនពេលដែលហ៊ុនម៉ាណែតហ៊ុនសែនមានបញ្ហាវាអត់បានទៅជួយទេគឺវាទៅជួយកំទេចប្រទេសកម្ពុជាថែមទៅឬពិតណាបងប្អូនចឹងមកថាបើសូនរ៉ាដូប្រទេសសូនរ៉ាដូអត់មានណែនាំទេចាប់ដាក់គុកអានោះអូក្រិតចាប់ដាក់គុកបានប៉ុនចាប់ដាក់គុកមនុស្សអញ្ចឹងបានប៉ុនប៉ុន្តែបើទៅចាប់ដាក់គុកខុនយុទ្ធចាប់ដាក់គុកមនសិការអ្នកទោសមនសិការដូចណា5គាត់និយាយអំពីហ្នឹងអានឹងបាក់អ្នកទោសមនសិការមានកំណត់ចាប់ថច្សិថាចាប់កម្មសខារាំងខ្ទប់សំរងស៊ីចាប់ឪពុកហ៊ុនតារាគួរអស់សំណើចាប់ឪពុកសំតារាមែនទេវាអន់ហួសហេតុពេកតែវាអន់នោះអន់ណារហូតដល់ឪពុកខ្ញុំជាគណៈបព្វជិជនទៅចាប់ណាចាក់គុកពេកអានឹងបាក់ប៉ុន្តែបើចាប់ពួកកាប់បំផ្លាញព្រៃឈើវាឲ្យឃើញក្បាលអ្នកកាប់បំផ្លាញព្រៃឈើណាមួយវាចាប់បានម្នាក់អញ្ចឹងមានន័យថាម៉េចមានន័យថាសំបីតែហ៊ុនសែនហ៊ុនម៉ាណែតណាក៏ត្រូវការតែរបស់ខ្លាំងៗដែរពួកនោះនេះវាអត់ស្មោះត្រង់អីទេវាចាំតែរត់ចោលទេបើសូនតារាខ្លាំងគឺវាត្រឡប់មកវិញហេតុអីបានថាអញ្ចឹងបងប្អូនបើពួកនោះបើគណៈបព្វជិជនពោពេញទៅដោយមនុស្សមានឧត្តមកតិមនសិការមែនគេមិនមែនពេលដែលណាមេដឹកនាំកំពុងតែរវល់រឿងសង្គ្រាមឈឺក្បាលទៅលួចឆក់ប្លន់កាត់ព្រៃឈើកោះរ៉ែលួចអាហ្នឹងគឺពួកដែលអត់មានអីទេបាទណាគឺតើតែចាំបាច់តើតែហ៊ុនម៉ាណែតប្រាប់ចាំបាច់តើតែហ៊ុនសែនប្រាប់ចាំបាច់តើតែហ៊ុនម៉ាណែតថាចាំបាច់តើតែហ៊ុនសែនថាហើយបើមនុស្សចាំបាច់តើតែហ៊ុនសែនហ៊ុនម៉ាណែតថាដដែលអានឹងមានន័យថាមនុស្សនឹងមនុស្សមិនជាមនុស្សរបស់គណៈបព្វជិជនទេណាជាមនុស្សដែលប្រើប្រាស់ហ៊ុនសែនហ៊ុនម៉ាណែតជាឧបករណ៍ណាដើម្បីរកស៊ីទៅតើឲ្យតែហ៊ុនសែនហ៊ុនម៉ាណែតនឹងទុនដៃដល់បន្តិចដឹងតែពួកនោះឆក់ឱកាសបូមជាតិប៉ុន្តែទោះយ៉ាងណាក៏ដោយអានេះខ្ញុំនិយាយពីការឆ្លុះបញ្ចាំងពិតហ្នឹងគាត់ណាឯស្អើលោកគ្រូនិយាយឆ្លុះបញ្ចាំងហ្នឹងពិតបងប្អូនពិចារណាមើលបើសិនជាគណៈបព្វជិជនវាបណ្ដុំដោយមនុស្សទុច្ចរិតមែនអត់ទេបើសិនជាគណៈបព្វជិជនបណ្ដុំដោយមនុស្សល្អពេលដែលឃើញមេដឹកនាំពេលដែលឃើញមេថ្នាក់ដឹកនាំប្រទេសជាតិកំពុងតែរវីរវល់ជូរក្បាលមិនគួរទៅនាំបំពុលទុកបងប្អូន
គេជួយចែករំលែកទៅទៀតចែករំលែកទុកតាមរយៈចូលរួមចំណែកជួយកសាងប្រទេសជួយអីផ្សេងទៅអាអ្នកនេះជួយបានអីជួយផ្ទុយទៅវិញទៅជាគណៈបកប្រឆាំងដូចជាឈឹមផាតអីនៅអាមេរិកនេះអ៊ុំសំអាននេះណាដែលទៅជួយទៅវិញណាបងប្អូនគណៈបកប្រឆាំងអីប្រមូលមូលនិធិអីនៅក្រៅអាអ្នកគណៈបកប្រជាជនដែលជេរគណៈបកប្រឆាំងហ្នឹងពួកនឹងមានដែរជេរលុយរៀលទេណាជេរតែឯងធ្វើអីសួរអាអ្នកដែលថាគេធ្វើអីមានខ្លះគេថាជេរឈឹមផាតនៅអាមេរិកតែជេរឈឹមផាតហ្នឹងមានដឹងថាតើអ្នកហ្នឹងមានដែរឲ្យលុយ1រៀលទៅកងទ័ពទេអត់អាលីងអញ្ចឹងមិនគណៈបកប្រជាជននេះគឺជាគណៈបកមួយដែលសិតតែមិនដុំមនុស្សមិនដឹងជាយកមនុស្សពីណាពីណីមកបងណាមនុស្សពីណាពីណីមកមនុស្សបើយើងនិយាយទៅណាវាអត់មានទៅគោរពហ៊ុនសែនហ៊ុនម៉ាណែតទេបើមិនតិចឃើញគាត់កំពុងតែរវល់ជ្រួញថ្ងាសនេះអត់មានអត់ពួនរឿងសង្គ្រាមរឿងសន្តិសុខសុវត្ថិភាពប្រទេសជាតិអានោះវាមិនមកជួយមិនមកជួយរួមសាមគ្គីគ្នាវាទៅជួយបូមឈាមប្រទេសជាតិណាតើអានឹងវាសមនឹងមានទោសបានត្រូវបើមានទោសអីឪពុកសូនតារាទៅវិញឥឡូវខ្ញុំសួរមើលបើណៃជាមនុស្សល្អណាបើណៃមិនមនុស្សល្អហើយអត់បើមិនណៃខ្ញុំសួរទេខ្ញុំសួរទៅសម្ដេចបើសម្ដេចជាមនុស្សល្អអាមិនចាត់ពុកសូនតារាពុកហើយឆ្លើយមកមែនទេហើយបើគណៈបកប្រជាជនស្រឡាញ់ហ៊ុនសែនព្រោះអានឹងសម្ដេចមិនដឹងអាម៉េចហ៊ុនសែនណាគេនិយាយគ្នានោះទុកក៏ដឹងសូនតារាមនុស្សល្បីពេញពិភពលោកសម្ដីសូនតារាមួយម៉ាត់ដែរណាវាមិនលឺមែនទេពីសូនតារានឹងដែលល្បីល្បាញជាងគេរឿងហ៊ុនសែនមិនដឹងជិះដល់ហ៊ុនសែនក៏អត់បានដឹងហ៊ុនសែនមិនដឹងចុះកូនចៅហ៊ុនសែននឹងសบายចិត្តធ្វើសិនអាម៉ាស់ឯចូលចិត្តនាំភាពអាម៉ាស់មកឲ្យហ៊ុនសែននាំចូលចិត្តភាពអន់មកឲ្យហ៊ុនសែនលើកតម្កើងហ៊ុនសែនតាមរយៈចាត់ឪសូនតារាគុកតែថាហ៊ុនសែនដល់ដឹងទៅចាស់ហ៊ុនសែនមិនបញ្ជាហើយចុះកូនចៅហ៊ុនសែនក៏ភ្លើម៉េចទៅទៀតចេះមែនទេនាំអន្តរជាតិកោតទុកទេសូនតារាក៏ជួបអន្តរជាតិមិនច្រើនហ្នឹងក៏ខ្ញុំអត់ខ្ជិលនិយាយព្រោះវាខ្ញុំគ្រាន់តែចែករំលែកទុកខ្ញុំចូលរួមដូចខ្ញុំធ្លាប់និយាយរឿងខ្ញុំជួបការបរទេសបារាំងមិនមែនប៉ុណ្្នឹងទេមែនទេជួបច្រើនផ្សេងទៀតគ្រាន់តែខ្ញុំគ្រាន់តែចែករំលែកណាទុកក្នុងនាមខ្ញុំជាកូនបំពេញកាតព្វកិច្ចណាដើម្បីឲ្យព្រះប្រទានពរតែប៉ុណ្្នឹងទេព្រោះខ្ញុំមិនអាចក្បត់យុត្តិធម៌ទៅថ្វាយបង្គំមនុស្សដែលអត់មានគុណធម៌ក្នុងខ្លួនបន្តិចទៅចាប់គេដាក់គុកខ្ញុំទៅថ្វាយបង្គំមិនហើយបើគណៈបកប្រជាជនស្រឡាញ់សម្ដេចមែនឧទាហរណ៍សម្ដេចបញ្ជាអានឹងជារឿងដឹងសម្ដេចបញ្ជាដឹងហ៊ុនម៉ាណែតឬហ៊ុនម៉ាណែតឬសម្ដេចប៉ុន្តែបើសិនជាសម្ដេចមិនបញ្ជាទេចង់យកចិត្តហ៊ុនសែនហើយយើងទៅយកចិត្តអីចង់យកចិត្តជួយការពារប្រទេសជាតិទៅដល់ចាប់មនុស្សដាក់គុកទៅយកចិត្តហ៊ុនសែនហ្នឹងតែចុះបើចិត្តហ៊ុនសែនចឹងមែនបើចឹងមែនគេហៅឆ្នាំណាគ្រប់នឹងអាហ្នឹងហើយជាបុកប្រហែកដែលធ្វើឲ្យប្រទេសកម្ពុជាវិនិច្ឆ័យចឹងហ្នឹងហើយជាបុកប្រហែកដែលធ្វើប្រទេសកម្ពុជាវិនិច្ឆ័យនេះអញ្ចឹងសូនតារាចិនដាហ៊ុនសូមថ្កោលទោសអ្នកដែលប្រើប្រាស់ប្រទេសកម្ពុជាកំពុងតែលិចលង់មានវិបត្តិទៅលួចឆក់ប្លន់ជាតិការកាត់បំផ្លាញព្រៃឈើខ្ញុំចាត់ទុកជាការលួចឆក់ប្លន់ជាតិខ្ញុំសូមថ្កោលទោសហើយខ្ញុំស្នើឲ្យហ៊ុនម៉ាណែតបើអាចបើមិនមែនជាខ្សែហ៊ុនម៉ាណែតឬកូនចៅហ៊ុនម៉ាណែតឬមកខ្សែក៏ដោយដូច Gen Z ចឹងគួរតែហ៊ានអាកាត់ខ្ញុំប្រាប់ថាសម្ដេចពួកនឹងអត់មានគ្រប់សម្ដេចទេបើគ្រប់សម្ដេចពេលសម្ដេចកំពុងតែមានបញ្ហារឿងអីវាឆក់ឱកាសលួចកំទេចបំផ្លាញជាតិឬមួយក៏សម្ដេចជាគ្នាសម្ដេចយកឱកាសបើថានឹងជាសម្ដេចបញ្ជាមែនទេតែខ្ញុំជឿថាមិនអញ្ចឹងទេតែបើជឿមិនអញ្ចឹងណាពាក្យនោះពួកនោះគឺឥតប្រយោជន៍ទេសម្ដេចប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជិនផ្ដាច់ការចិនដាខឹមផ្លាស់ប្ដូរផ្នត់កំណត់យើងចូលទៅដល់របៀបរយៈចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងឆ្លើងសង្គមត្រូវឆ្លើងសង្គមនៅដូចចិនដាហេងអានេះចិនដាខឹមគាត់ប្រើពាក្យអាម៉ាត់ត្រូវឆ្លើងសង្គមអានោះពួកនោះវាជញ្ជក់ឈាមសង្គមជញ្ជក់ឈាមប្រទេសជាតិពេលដែលឃើញសម្ដេចនឹងហ៊ុនម៉ាណែតទៅកំពុងតែមានទុកមានវិបត្តិណាមិនដេកមិនពួនការពារជាតិវាមិននាំនេះទៅជួយវាយកឱកាសពេលដែលហ៊ុនសែនកំពុងអាសន្នហ្នឹងទៅចូលលួចប្លន់ផ្ទះហ៊ុនសែនអាហ្នឹងដូចផ្ទះហ៊ុនសែនណាប្រទេសជាតិហ្នឹងគាត់តែកម្មប្រទេសជាតិប្រទេសខ្មែរមួយទាំងមូលជាផ្ទះរបស់គាត់ចង់រៀហ៊ុនសែនកំពុងតែទប់ទល់ជាមួយសត្រូវខាងក្រៅវាយចឹងទៅអាមនុស្សដែលគិតថាជេរយកហ៊ុនសែនហ្នឹងអត់មានគិតទេចូលគិតអត់មានចូលមកជួយហ៊ុនសែនទេចូលមកប្លន់ចូលមកយកមាសចូលមកយកពេជ្រចូលមកយកអីហ៊ុនសែនអស់ពេលដែលហ៊ុនសែនខ្លាំងចឹងទៅមែនទេមកអែបជាមួយហ៊ុនសែនទៅអានឹងហើយដែលខ្ញុំថ្កោលទោសនោះខ្ញុំថ្កោលទោសមែនទេហើយនៅក្នុងប្រទេសកម្ពុជាណាបងប្អូនគឺពេលណាដែលច្បាប់យើងគឺមិនអនុវត្តទេគឺយកមនុស្សជាខ្នងមកឯកអានឹងគឺដែលគេហៅថាច្បាប់ដែលពាក្យដែលនេះពាក្យយូរហើយល្បីសូនតារាប្រើយូរណាច្បាប់ម៉ែវា
bà tí bông rùa bà yuan dọc sấy yuan dọc sấy mày yuan dọc sấy sạch xó lâu xó tẹt bộ đực nòm mày mày dừng đó mất rất là trắng đấy mà nè liền trắng bà này đi đấy một bát sơn ráng như tờ lông mù lại nhóm nè ra chơi được à dù tháo được cú thôi bông bồn cái nát bạc yuan cướp mặt chiều bài vây của miền này và đã tao ở đây chỉ mới sơn ra đấy mày giờ thay chân pro ខ្ញុំដំកល់ផលប្រយោជន៍ជាតិធំជាងរឿងស្រីរឿងលុយអីនេះណាគឺជាវិនិច្ឆ័យណាបងប្អូនវិនិច្ឆ័យបើសិនជាយើងចង់សង្គ្រោះប្រទេសជាតិយើងនៅសំណោះស្រីស្រាមីជីងស្រីម៉ាចស្រីមុំណាទោះជាយើងកំពូលអ្នកដឹកនាំក៏ដោយឲ្យតែពាក់ព័ន្ធជាមួយស្រីស្រាស្រីម៉ាចស្រីមុំមីជីងគឺវិនិច្ឆ័យហើយវិនិច្ឆ័យហើយចឹងមិនថាសូនតារាអត់ទេតើរួចទេបាទណាសយសទៅមានអាណសជាងបារាំងបាទនេះស្រីយួនគឺស្រីយួនបាទនេះបែងចែកឲ្យច្បាស់រវាងទឹកដីនិងរឿងអារម្មណ៍របស់ខ្លួនបន្តិចបន្តួចប៉ុន្តែសួរថាខ្មែរយើងវាមានវាត្រូវតែមានណាវាមិនអត់ទេបងប្អូនណាវាត្រូវតែមានដោយសារអញ្ចឹងឯងបានជាមានអ្នកវិនិច្ឆ័យដែលរឹងថតរូបដៃមួយខាងគេយក7មករាដៃមួយខាងកាត់ឈើសុភ័ណ្ឌ SNG សុភ័ណ្ឌ Bonjour បាទគាត់ទើបបញ្ចូល Bonjour ជាខៀងsecondary omission បាទគាត់សរសេរវែង you can do that បាទខ្មែរ don't need to follow this fake បាទត្រូវហើយបាទនេះគីមឡៃហ៊ុនមួយរយៈមានចុំ100មានតែមួយទេលោកគ្រូអើយបាទអានឹងគឺគេបានថារបស់ល្អគឺរបស់ដែលមានដោយកម្របើមានធម្មតាដែរមិនក៏ធម្មតាដូចដុំថ្មវាអត់មានតម្លៃថ្លៃដូចពេជ្រដោយសារពេជ្រវាអត់មានដូចភ្នំឯណាគឺវាមាននៅក្រោមដីជ្រៅហើយរកបានដោយកម្រជីកអត់បានទៅទៀតតមានឧបករណ៍មាសក៏ដូចគ្នាដែរអញ្ចឹងបានថារបស់ដែលមានតម្លៃគឺជារបស់ដែលរកបានដោយកម្របាទគីមឡៃហ៊ុនត្រូវហើយគាត់ទៅសេរដែលបាទខមមិនដែលខ្លាញ់លោកគ្រូអានភឿនសុភ័ក្រលោកគ្រូសូនតារាប្រហាជនផ្ដាច់ការចំទើបគេចាប់ឪពុកលោកដាក់កុកស្រាច់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ណែដូចភឿនសុភ័ក្រគាត់ត្រូវហើយគាត់យល់មានន័យថាឪពុករបស់ខ្ញុំជាប់គុកដោយសារហ៊ុនសែនចាប់មិនមែនដោយសារគ្រឿងញៀនទេគ្រឿងញៀនមានប្រមាថបច្ចុប្បន្នចង់ចាប់ណាក៏ដោយយើងកម្លាំងពេញដៃក៏ភ្លើងយកទៅពាត់ទៅចាប់ឲ្យដាក់ចូលកប៉ៅថតកាមេរ៉ាបានឲ្យចោតក៏អត់មាននរណាទៅធ្វើឲ្យហ៊ុនសែនបានដែរសុខុមវ៉ាន់ណាសូនពេងបាទទីអត់មានសំណួរបងប្អូនណាបាទណែមានខមមិន Mr Clean ណាត្រូវហើយស្រាច់សមណារំរាអត់ទេបាទស្រីម៉ាច់ស្រីមុំមីជីង0មែន0បាទអត់មានតពាក់ព័ន្ធទេសួរថាថាបងប្អូនតិចអត់ស្រឡាញ់អត់ចង់មានប្រពន្ធទេខ្ញុំថាមានមិនថាអត់ទេមនុស្សណាក៏ដូចមនុស្សណាធម្មជាតិណាស៊ីតូចៃបង្កើតមកវាមានភេទប្រុសមានភេទស្រីគឺវាតម្រូវឲ្យមានគូប៉ុន្តែវាមិនមែនឲ្យគេយកមនុស្សស្រីហ្នឹងមកតាក់ធ្វើជាលបែងដើម្បីអូសយើងឲ្យវាទៅងាប់ណាយើងយកស្រីយើងយកលបែងស្រីហ្នឹងជាធំអាហ្នឹងយើងវិនិច្ឆ័យណាវិនិច្ឆ័យចឹងបានអត់ទេណាចង់សាក់លបងសូមរាយសាក់ទៅណាបញ្ជូនណាបញ្ជូនមកខ្ញុំមិនទៅលវីលវល់ទេបាទខ្ញុំមិនលវីលវល់ជាមួយមនុស្សស្រីទេបាទប៉ុន្តែបើស្រឡាញ់ហ្មងតែទៅវាឥឡូវវាអត់ទាន់មានមែនទេពេលចង់ទៅប្រទេសឥណ្ឌាចាំមើលទៅប្រទេសឥណ្ឌាទៅប្រទេសឥណ្ឌាគឺឲ្យស្រីដណ្ដឹងប្រុសបើតែសូនរាប្រហែលជាអៀនមនុស្សស្រីពេកបាទគាត់អត់ចេះមេះម៉ោះជាមួយមនុស្សស្រីគេចេះតែបង្អាប់ទេណាគេថាលោកគ្រូទៅនៅប្រទេសឥណ្ឌាទៅខ្លួនរៀនគេថាមិនចឹងបើលោកគ្រូអត់ចេះមេះម៉ោះជាមួយមនុស្សស្រីចឹងហើយអញ្ចឹងមានតែចាំឲ្យស្រីដណ្ដឹងមកនៅស្រុកខ្មែរលោកគ្រូចឹងអត់ប្រពន្ធមកជីវិតខ្ញុំថាធ្វើមិនទេកម្មផលហើយចឹងបាននិយាយចេះទៅថាបើអ្នកណាអាណិតលោកគ្រូសូនរាហ្នឹងមើលមិនចូលដណ្ដឹងលោកគ្រូទៅអាហ្នឹងក៏វាល្អមួយយ៉ាងដែរបាទចិន្តាខឹមខ្ញុំចាំឲ្យលោកគ្រូទៅប្រទេសឥណ្ឌាអាហ្នឹងខ្ញុំលេងបានបម្រើប្រទេសជាតិហើយចិន្តាខឹមចឹងបានខ្ញុំនិយាយលេងទេណាបើនិយាយការពិតទៅគឺថារឿងអស់ហ្នឹងណាគឺជារឿងមនុស្សឈួតសតអ្នកណាដែលយកស្រីជាធំអីហ្នឹងណាហើយវាបំផ្លាញប្រទេសជាតិវាកើតទៅជាវិនិស្សកម្ម
គឺយើងអាចកិច្ចបានត្រូវតែកិច្ចសួរថាកិច្ចហ្នឹងមិនមែនថាមិនយកប្រពន្ធខុសពីស្រីដូចស្រីមីជីងស្រីម៉ាចស្រីមុំស្រីយួនអីមកតាក់អូសទាញអីដែលនាំឲ្យយើងវិនិច្ឆ័យអាហ្នឹងយើងដឹងថាគេទាញយើងវិនិច្ឆ័យហើយយើងទៅទៀតអាហ្នឹងយើងឈួតហើយបាទកែវស្រីយំមកពីលោកគ្រូអៀនពេកណានិយាយដល់តែហ្នឹងដូចដូរអារម្មណ៍តិចហ្នឹងគាត់ដូរបរិយាកាសទៅវា stress ពេករឿងទឹកដីរឿងប្រទេសជាតិរឿងព្រំដែននឹងវាអាប់អួរពេកអធិយូអញ្ចឹងបានថាវាមានកំសាន្តខ្លះទៅណាបាទពេលនេះពេលនោះខ្លះទៅកុំឲ្យវាតានតឹងពេកដើម្បីឲ្យរស់ដល់ថ្ងៃស្អែកសុខជាតិបាទអីគេបាទសុខជាតិជាងថ្នាំងឯជាងថ្នាំងលាបផ្ទះនិងថែទាំតើថៃអាចខ្ញុំធ្លាប់ឆ្លើយកាលមុនយើងកុំរំពឹងថៃដកទាត់ត្រូវជំរុញដើម្បីបង្ខំឲ្យថៃដកទាត់តាមរយៈច្បាប់អន្តរជាតិនិងកិច្ចខិតខំប្រឹងប្រែងប៉ុណ្ណឹងនេះមែនទេបាទគីមឡៃហ៊ុនខ្ញុំស្រឡាញ់លោកគ្រូបាទឈៀងលក្ខខុនអត់ទាន់ដល់គូបែរជាអញ្ចឹងដែរណាជាមនុស្សមានបុណ្យទេមិនដឹងជាសូនតារាមានបុណ្យបានទៅបានមានដល់គូឬក៏តលតែអ្នកមានបុណ្យបានមកនេះជាគូរបស់សូនតារាតែខ្ញុំថាអត់ទេអ្នកនឹងជាគូមកពីខ្ញុំមានបុណ្យទេបានខ្ញុំមានសំណាងបាននារីណាម្នាក់ណាប៉ុន្តែក្នុងកលៈទេសៈនេះណាបងប្អូនយើងទៅតាមតំណើសិនចុះណាខ្ញុំមិនទាន់ចង់ទៅប្រទេសឥណ្ឌានៅឡើយទេបាទអញ្ចឹងប្រិយមិត្តខ្ញុំមើលទៅយើងអត់មានអីទេប៉ុន្តែខ្ញុំសរុបសេចក្តីមកវិញថាការរំលាយគណៈបក្សសង្គ្រោះជាតិនិងសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាធ្វើឲ្យហ៊ុនសែនមានអំនួតរបស់ហ៊ុនសែនប្រៀបដូចជាស៊ុនអ៊ូខុងបង្កសង្គ្រាមនៅឋានលើការបង្កសង្គ្រាមនាំឲ្យវិនិច្ឆ័យបើហ៊ុនសែននេះគ្មានអំនួតគាត់ដាក់ខ្លួនជាមួយថៃដូចតែគាត់ដាក់ខ្លួនជាមួយវៀតណាមអត់ប៉ះពាល់ឲ្យលំទោនណាម្លេះអត់មានសង្គ្រាមទេគាត់អត់ស្គាល់ថាថៃនឹងមានអីគាត់អត់ដឹងអត់វេតម្លៃថាស្រុកថៃនឹងមានទំហំសេដ្ឋកិច្ចប៉ុណ្ណាមានកងទ័ពប៉ុណ្ណាមានសេពីវុធប៉ុណ្ណាគាត់ទៅប្រហើនគាត់នឹកស្មានថាប្រហែលជាយ៉ាងហោចផ្ទុះមកប្រាវនៅតាមព្រំដែនដូចផ្សារព្រះវិហារនឹងគាត់មើលមិនឃើញជាកំហុសរបស់គាត់ដែលគាត់សំដូចសំរងស៊ីថាណាបើយើងអត់មានទស្សនវិស័យមិនចេះវាយតម្លៃសភាពការប៉ាន់ស្មានសត្រូវទេអានឹងសំរងស៊ីថាហ៊ុនសែនគូតែចោះចេញទៅឲ្យសូនតារាទៅដឹកនាំប្រទេសអានឹងគាត់មិនថាចឹងទេប៉ុន្តែវាមានន័យដែរមែនណាគឺអំនួតវាកើតមកពីជ័យជំនះពេកវាឈ្នះវាគេទៅគោរពគេទៅថ្វាយបង្គំគេទៅបញ្ជោពេកអញ្ចឹងណាបងប្អូនមើលនៅខ្លះអត់ដឹងទេការរំលាយគណៈបក្សសង្គ្រោះជាតិការចាប់កម្មសខាដាក់គុកការរំលោភសិទ្ធិមនុស្សការសម្លាប់លទ្ធិប្រជាធិបតេយ្យធ្វើឲ្យហ៊ុនសែនជោគជ័យរបស់ហ៊ុនសែនคล้ายទៅជាមេតបមានអំនួតរបស់ហ៊ុនសែននាំឲ្យកើតសង្គ្រាមជាមួយឋានលើនាំឲ្យមានការបាត់បង់ទឹកដីជាកំហុសរបស់គាត់ធ្ងន់ធ្ងរណាស់ចាប់តាំងពីគាត់រំលាយគណៈបក្សសង្គ្រោះជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យមកចឹងប្រិយមិត្តដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនេះចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសុខណាទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារៀបត្រីសួស្ដី